ក្នុងវីដេអូនេះគឺយើងនឹងនិយាយអំពីការសរសេររូបមន្តរបស់សមាសធាតុគីមីនៅទីនេះយើងមានសមាសធាតុគីមីដែលមានឈ្មោះថាលីជូមប្រូមួលលីជូមគឺតាំងដោយអក្សរ Li មានវឡង់ស្មើ1ហើយប្រូមួលគឺតាំងដោយអក្សរ Br មានវឡង់ស្មើ1បាទអញ្ចឹងនៅពេលដែលវាចងទៅជាសមាសធាតុឬក៏ទៅជារូបមន្តគីមីលីជូមវាបានបោះបង់វឡង់1នេះទៅកាន់ប្រូមហើយប្រូមបានបោះបង់វឡង់1របស់វាមកឲ្យលីជូមដូច្នេះរូបមន្តរបស់វាត្រូវបង្កើតឡើងទៅជាបាទលីជូម Li ដែលកាន់វឡង់លេខ1របស់ប្រូមចំណែកឯប្រូមវិញគឺអក្សរ Br នឹងទទួលយកវឡង់1របស់លីជូមប៉ុន្តែដោយសារតែលីជូមហើយនឹងប្រូមមានវឡង់ដូចគ្នាយើងអាចនិយាយថាវឡង់1គេមិនសរសេរទេឬក៏យើងនិយាយថាវឡង់វាដូចគ្នាដូច្នេះវឡង់ទាំងពីរត្រូវបានសម្រួលចោលបាទអញ្ចឹងរូបមន្តរបស់វាគឺចេញមកជាអក្សរ Li Br បាទអញ្ចឹង Li Br នេះគឺជារូបមន្តរបស់លីជូមប្រូមួលបន្ថែមមកទៀតគឺយើងមានបាទលោហៈសូដ្យូមបង្កើតរូបមន្តជាមួយនឹងប្រូមួលបាទបន្តមកទៀតយើងមានរូបមន្តសូដ្យូមប្រូមួលដែលសូដ្យូមតាំងដោយអក្សរ Na វឡង់ស្មើ1ហើយប្រូមួលតាំងដោយអក្សរ Br មានវឡង់ស្មើ1អញ្ចឹងដូចមុនដែរគឺលោហៈសូដ្យូមនឹងធ្វើការបោះបង់វឡង់1ទៅកាន់ប្រូមបាទហើយប្រូមនឹងផ្ទេរវឡង់1មកកាន់លោហៈសូដ្យូមវិញអញ្ចឹងរូបមន្តដែលចេញមកសម្រាប់សូដ្យូមប្រូមួលគឺលោហៈសូដ្យូម Na នឹងប្រើប្រាស់វឡង់1របស់ប្រូមហើយប្រូមអក្សរ Br ទទួលយកវឡង់1របស់ Na បាទទទួលយកវឡង់1របស់ Na ប៉ុន្តែដូចមុនដែរដោយសារតែវឡង់របស់សូដ្យូមហើយនឹងប្រូមដូចគ្នាដូច្នេះយើងសម្រួលវឡង់នេះចោលហើយរូបមន្តដែលនៅសល់ចុងក្រោយគឺជានិមិត្តសញ្ញា NaBr បាទ NaBr គឺជារូបមន្តសម្រាប់ចុងក្រោយរបស់សូដ្យូមប្រូមួល